แตะយើង Member House សូមស្វាគមន៍សម្រាប់អ្នកសិក្សានិងសាវជ្រាវ Learning and Searching ថ្ងៃនេះខ្ញុំនឹងបង្ហាញពាក្យមួយមានន័យថាទៅតម្រូវនឹងភាសាទាំង6ដូចខាងក្រោម 1. ភាសាខ្មែរទៅមានសំឡេងទៅឬតៅ 2. ភាសាអង់គ្លេសទៅមានសំឡេង go 3. ភាសាចិនទៅមានសំឡេង ch 4. ភាសាវៀតណាមទៅមានសំឡេង d 5. ភាសាជប៉ុនទៅមានសំឡេង y 6. ភាសាកូរ៉េទៅមានសំឡេង កាដាសូមអរព្រះគុណនិងអរគុណសម្រាប់បងប្អូនមានចំណាប់អារម្មណ៍ចង់សិក្សាភាសាផ្សេងៗខ្ញុំនឹងត្រៀមរៀបចំមេរៀនល្អៗសម្រាប់បងប្អូនរៀនសូត្របន្តទៀត